ចាសួស្តីបងប្អូនថ្ងៃនេះគឺយើងមាន oyster ចាជួបជុំក្រុមគ្រួសារពេលល្ងាចគឺមាន oyster តែយកមកថ្មីពីសមុទ្រផ្ទាល់តែម្ដងតែក្មួយប្រុសខ្ញុំគាត់បានទិញមកហ្នឹងគេទៅយកមកភ្លាមមិនមែនគេចាប់ទុកនឹងធុងអីហើយអត់ទេគឺយើងកំងគេបានគេទៅដឹកមកចាហើយមុននឹងយើងទៅបាន oyster ញ៉ាំហ្នឹងគឺត្រូវធ្វើទឹកជ្រលក់ធ្វើអីឲ្យហើយបានយក oyster មកញ៉ាំត្មងចាឥឡូវនេះជាដំបូងគឺខ្ញុំមានក្រូចឆ្មាខ្ញុំលាយទឹកជ្រលក់ហ្នឹងមានខ្ទឹមសច្រាមឲ្យម៉ត់តិចមកឲ្យទូចតិចណាដើម្បីយើងញ៉ាំតែកុំឲ្យវាកពុលពេកចាទឹកត្រីក្រូចឆ្មាអំបិលចាខ្ញុំលាយបន្តិចចឹងណាហើយអំបិលនេះគឺខ្ញុំអត់ប្រើអា pink salt ទេ pink salt យកមកធ្វើអញ្ចឹងទៅអត់សូវឆ្ងាញ់ទេបងប្អូនវារៀងរសជាតិវាអត់សូវដុតណាអញ្ចឹងខ្ញុំប្រើអំបិលធម្មតាហើយលាយទឹកត្រីថែមបន្តិចទៀតបានវារៀងរសជាតិវារៀងមុតជាង pink salt បន្តិចចាអំបិលពណ៌ផ្កាឈូកហ្នឹងហើយចឹងទៅឲ្យរៀងមុតចាស់មុតហើយនឹងប្រៃក៏មុតបន្តិចហើយនឹងជូរនិយាយទៅរសជាតិមុតទាំងអស់ហ្មងបានយកមកជ្រលក់អានឹងត្រូវហើយចឹងតែឥឡូវយើងធ្វើទឹកជ្រលក់ហើយភ្លក់ហើយល្មមទុកមិនលើសិនឡើងងាកមកមើលអ្នកចុងភៅខាងនេះវិញគឺគាត់បានលាងសម្អាត oyster នឹងហើយពេលយកមកដល់ចឹងយើងបាញ់ទឹកឲ្យវាជ្រុះដីជ្រុះអីចឹងណាហើយបានគាត់យកទៅចំហុយចាចំហុយហ្នឹងតែ5នាទីគឺឆ្អិនហើយឆ្នាំងដែលគាត់ប្រើហ្នឹងគឺឆ្នាំងជ្រៅដែលគេសម្រាប់ដាក់ចំហុយដាក់ចៀនមាន់ធ្វើគីអាធំណាចាអញ្ចឹងទៅពេលដែលទឹកពុះហើយគាត់ដាក់តែ5នាទីគឺឆ្អិនល្មមលើកមកចាក់មកចេះគឺមានទាំងតូចទាំងធំបើណារៀងធំវានៅរៀងឆ្អិនអត់សូវជ្រុលអាទូចង់ឆ្អិនជ្រុលព្រោះវាមកទាំងធំនិងទូជាប់គ្នាអញ្ចឹងណាអញ្ចឹងទៅយើងក៏ដួសទឹកជ្រលក់ហ្នឹងម្នាក់មួយចានឲ្យហើយមកដើម្បីពេលដែល oyster យើងឆ្អិនហើយគឺយើងចាប់ផ្ដើមតែម្ដងហើយនេះគឺទឹកជ្រលក់ហ្នឹងក្មួយប្រុសខ្ញុំគាត់អ្នកលាយគាត់ចូលចិត្តរបៀបផ្សេងអញ្ចឹងណាមានខ្ទឹមក្រហមមានម្ទេសហិលអីចឹងទៅចានេះគឺគាត់ចូលចិត្តបែបផ្សេងគ្នាអញ្ចឹងលាយទឹកជ្រលក់រៀងខ្លួនអ្នកណាចូលចិត្តអីលាយហ្នឹងចាទៅផ្ទះបងថ្លៃខ្ញុំហ្នឹងផ្ទះក្មួយប្រុសខ្ញុំនៅSavannah Georgiaចានេះក្មួយភាសាហ្នឹងហើយគាត់ចូលចិត្តញ៉ាំរបៀបរៀងលើស្ទើតិចហើយនឹងញ៉ាំឆៅត្មងគាត់ថាឆ្ងាញ់ជាងហើយគាត់យកមកឲ្យខ្ញុំភ្លក់មើលទៅឆ្ងាញ់មែនអាឆៅហ្នឹងចូលតាពិតឆ្ងាញ់ជាងអាឆ្អិនណាចាគាត់ថាខ្ញុំអត់សូវត្រឡប់ញ៉ាំពីដើមមកអញ្ចឹងប៉ុន្តែទទួលស្គាល់ថា oyster នៅកន្លែងគាត់នឹងគឺឆ្ងាញ់រសជាតិប្លែកជាងដែលខ្ញុំធ្លាប់ញ៉ាំនៅ Washington នេះបងប្អូនហើយខ្ញុំអត់អ្នកចំណូលទេ oyster ប៉ុន្តែទៅញ៉ាំនៅហ្នឹងគឺខ្ញុំចូលចិត្តញ៉ាំអរគុណក្មួយប្រុសដែលបានណែនាំឲ្យបានឲ្យញ៉ាំ oyster ហ្នឹងគឺត្រូវចេះញ៉ាំ oyster គេហើយនេះបងថ្លៃគាត់កំពុងតែបកយ៉ាងមមាញឹកជូនភរិយាជាទីស្រឡាញ់បងថ្លៃមួយទៀតក៏អញ្ចឹងទៅតោះតែមានអ្នកជួយដូចខ្ញុំអញ្ចឹងប្តីខ្ញុំអ្នកបកឲ្យដែរព្រោះអីគាត់ថាបកខ្លួនឯងខូចកញ្ចក់ប្រពន្ធអញ្ចឹងអត់ឲ្យបកទេចាអរគុណបងប្អូនដែលបានទស្សនាជួបគ្នានៅវីដេអូក្រោយទៀត